ស្ដីប្រិមត្ត IICT មេត្រីថ្ងៃនេះខ្ញុំសូមបង្ហាញពីវិធីសាស្ត្រមួយដើម្បី upload theme ដូចជា theme សេវា theme កន្លែង volume ឬក៏ theme ដែលយើងបានធ្វើនៅលើរូបអេក្រង់លក្ខណៈឲ្យតែ theme ចំពោះតែ theme នេះខ្ញុំមិននិយាយរឿងថ្មដែលប្រើអាកាឡាញទេជាដំបូងគឺខ្ញុំសូមបង្ហាញពីរបៀប upload theme ជាមុនសិនអញ្ចឹងដើម្បី upload theme ចូលសិស្សរបស់យើងឥឡូវយើងបានមានសិស្សម្នាក់មួយអស់ហើយប៉ុន្តែយើងមិនទាន់ដឹងពីវិធីសាស្ត្រ upload នៅឡើយឥឡូវសូមយើងមើលទៅតាមម៉ៅដែលខ្ញុំបានធ្វើនៅក្នុងកុំព្យូទ័រនេះទីមួយគឺយើងត្រូវបង្កើត folder មួយយើងដាក់ folder យើងគឺដាក់ថា library បាយតាមខ្ញុំចឹងមកតមកនៅក្នុង folder library ហ្នឹងបើសិនជាយើងចង់ upload theme គឺយើងបង្កើត folder theme បាទតមកយើងមាន theme ឥឡូវឧទាហរណ៍យើងមាន theme សេវាដូចចេះអញ្ចឹងឥឡូវខ្ញុំមាន theme អញ្ចឹងឥឡូវខ្ញុំ off folder theme ខ្ញុំចូលកន្លែងហ្នឹងមក off flip បាទបន្តមកខ្ញុំត្រូវ zip file library នេះទៅជា file zip អញ្ចឹងខ្ញុំចុចមកតាមលើវាខ្ញុំចុចលើពាក្យថា add to archive តមកកន្លែងនេះគឺខ្ញុំគ្រីសយក zip zip តមកចុចលើ OK នេះយើងបាន library ដែលយើងបាន save ហើយឥឡូវយើងចូលទៅកាន់repo ដែលយើងបានវាយនេះបន្តមកយើងចុចកន្លែងរូបនេះចុចមកយើងយកពាក្យថា manage your packages ឥឡូវយើងចុច add តមកយើងដាក់ click to create a package from zip file នេះចុចកន្លែងហ្នឹងមកដើម្បី upload file zip យើងចូលហើយបន្តមកយើងចុចលើពាក្យ browse បន្តមកយើងស្វែងរកfile យើងដែលបាន zip ហើយនេះបោក click លើវាមកបន្តមកយើងចុចលើពាក្យ upload យើងត្រូវធ្វើការរងចាំមួយស្ទុះបាទកន្លែងនេះវាឲ្យយើងវាយឈ្មោះដូចជាយើងចង់ដាក់គេ search ងាយ search ឃើញនៅក្នុងsite របស់យើងណាឥឡូវខ្ញុំយកឈ្មោះចេះហ្មងទៅ copy ឈ្មោះហ្នឹងហើយ section របស់វាគឺយើងដាក់នៅ theme យើងដាក់ឲ្យវាចូលទៅកន្លែង folder theme version គឺយើងដាក់ប្រមាណក៏បានដែរស្រេចយើងដើម្បី 3.4 author នេះគឺយើងដាក់ author អ្នកដែលបង្កើតអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ IFRU អញ្ចឹងណាហើយយើងត្រូវពេញឡើងនេះ short description តែយើងនិយាយអីខ្លីតិចទៅពី theme ដែលយើងបានផុសនោះដូចជាយើងចង់ដាក់ថា link style សេវារូបបេះដូងអញ្ចឹងឡូអញ្ចឹងណាយើងដាក់អញ្ចឹងណាបន្តមកយើងអូសមកក្រោមចេះមកនេះយើងឃើញដាក់យើងគ្រីសយើងចុចលើ online មួយចុចលើ public មួយតមកចាំយើង save ឥឡូវនេះតែចេះ package edit and put online with the identifier ឥឡូវ theme សេវាខ្ញុំបាន upload រួចហើយអញ្ចឹងជាបន្តនេះទៀតខ្ញុំនឹងបង្ហាញពីរបៀប upload style ថ្មដែលគេហៅថា alkaline អញ្ចឹងស្រួលទេពេលយើង upload alkaline គឺយើងចូលកន្លែងនេះដូចគ្នា manage source ហ្នឹងមកប៉ុន្តែ alkaline វាខុសពី theme បន្តិចឥឡូវខ្ញុំទាញ folder theme នេះចេញទៅហើយខ្ញុំលុបអានេះចាស់វិញហើយខ្ញុំបង្កើត folder មួយដាក់ថា alkaline ចឹងមកបាយតាមខ្ញុំចឹងមកនេះគឺជា style ថ្មដែលខ្ញុំនឹងដាក់ upload ចូលនៅក្នុង source របស់ខ្ញុំឥឡូវខ្ញុំ off folder style ថ្មនឹងចូល block បន្តមកខ្ញុំចុចនេះ library ដែរហ្នឹងចុចមកស្ដាំលើវាយើងចាក់ពាក្យយកពាក្យថា add to archive បន្តមក click កន្លែងដែរចឹងមកហើយ OK បាទឥឡូវខ្ញុំ upload style ហ្នឹងគឺខ្ញុំនឹង upload ចូល source នេះមួយទៀតខ្ញុំប្រើ source នេះទេ
chẳng như số mưa nào cả làm chơi lại rung nữa nữa này má bắt đầu mới chơi biệt tham mình chiều package hay nhưng chơi add ní má bắt đầu mới nhưng chơi ta click here to create a pack from xịt phá chơi lại nữa hay cho browse bắt đầu mới dương thêm dương tục này dương cho rồi má ní hay upload mà thực ra rong chăm mà stop lấy nhung từ vô mua style mò nhung máu đã upload mua trắng cưới hay section viết cái dương đã alkaline bật sinh dương ở bên section alkaline nhưng tí dương ai các section các cho folder alkaline bản mình cho thầm ram nè các khối đôi chia qua alkaline cho nhiên thời đập cả tới mình đây tiếc dương ai upload cho bán nhưng upload cho xóa này với mà view upload bạn sao internet nhưng slow này nhưng chẳng thở ca rong chạm ok chẳng là việc upload ấy cứ đôi tập thêm này thì còn là dương đã ở cái lại section bảo ví những đô đã cái lại với má đầm bay vì mình section bảo vì điệp tam một đạp cái lại cứ viên ông đồng cái lại với tao thêm viên ông đồng thêm chẳng tao này nè mình cái lại nhau vì version cái dương sai dương đã tế order dương đã mua dương của bạn đã ai của bạn này em lại trong đó là lên style màu chỉ mùi lệch mai bọc play chương môn đó trẻ đã nếu đã dân xe mấy cái chào bảo tới tôi mới check online public sale ok nhưng bạn upload đòi chụp chỉ trong pua thím hay là ai cả lại mình chấnនៅវីដេអូក្រោយខ្ញុំនឹងបង្ហាញពីរបៀបយក tweak ពី source របស់គេអាចដាក់ចូលក្នុង source របស់យើងហើយអាចឲ្យគេ download ដោយអត់មានបញ្ហាអីអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតអូខេសង្ឃឹមថាវីដេអូនេះនឹងមានអត្ថប្រយោជន៍ដល់មិត្តភ័ក្តិទាំងអស់គ្នាអូខេបាយបាយ